តើអ្នកឆ្ងល់ទេហេតុអ្វីបានជាការបង្កើតទម្លាប់ល្អៗដូចជាការអានសៀវភៅការហាត់ប្រាណការសន្សំប្រាក់ពិបាកធ្វើម្ល៉េះខណៈពេលដែលទម្លាប់អាក្រក់ៗដូចជាការលេងទូរស័ព្ទដល់យប់ជ្រៅការទិញអីវ៉ាន់ឥតប្រយោជន៍បែរជាធ្វើបានយ៉ាងងាយស្រួលនៅក្នុងសៀវភៅ Atomic Habits ដែលនិពន្ធដោយលោក James Clear បានបង្ហាញថាការផ្លាស់ប្ដូរជីវិតមិនមែនទាមទារការបោះពុម្ពយ៉ាងធំធេងភ្លាមៗនោះទេថ្ងៃនេះយើងនឹងមកស្វែងយល់ពីមេរៀនសំខាន់ៗដែលនឹងជួយអ្នកប្ដូរជីវិតតាមរយៈការធ្វើទម្លាប់តូចៗត្រឹមតែ 1% ប៉ុណ្ណោះមេរៀនទី1ច្បាប់នៃ 1%មនុស្សភាគច្រើនតែងគិតថាបើចង់ជោគជ័យត្រូវតែធ្វើអ្វីដែលធំដុំប៉ុន្តែការពិតប្រសិនបើអ្នកអភិវឌ្ឍខ្លួនឯងតែ 1% ប៉ុណ្ណោះក្នុងមួយថ្ងៃរៀងរាល់ថ្ងៃក្នុងរយៈពេល1ឆ្នាំអ្នកនឹងពូកែជាងមុនរហូតដល់37ដងទម្លាប់តូចៗប្រៀបដូចជាការប្រាក់សមាស compound interest នៃជំនាញរបស់អ្នកអីចឹងកុំមើលងាយសកម្មភាពតូចតាចដែលអ្នកធ្វើជារៀងរាល់ថ្ងៃមេរៀនទី2ផ្ដោតលើប្រព័ន្ធមិនមែនគោលដៅ systems versus goals អ្នកឈ្នះនិងអ្នកចាញ់មានគោលដៅដូចគ្នាឧទាហរណ៍អ្នករត់ប្រណាំងទាំងអស់សុទ្ធតែចង់បានមេដាយមាសដូច្នេះអ្វីដែលធ្វើឲ្យអ្នកខុសពីអ្នកចាញ់មិនមែនជាគោលដៅទេប៉ុន្តែជាប្រព័ន្ធនៃការហ្វឹកហាត់ប្រចាំថ្ងៃបើសិនបើអ្នកចង់បានលទ្ធផលល្អចុចរំលងគោលដៅសិនរួចមកផ្ដោតលើការរៀបចំទម្លាប់ធ្វើការប្រចាំថ្ងៃរបស់អ្នកវិញមេរៀនទី3ច្បាប់4យ៉ាងដើម្បីបង្កើតទម្លាប់ល្អដើម្បីបង្កើតទម្លាប់ថ្មីមួយឲ្យជាប់អ្នកត្រូវប្រើច្បាប់4យ៉ាងនេះទី1ធ្វើឲ្យច្បាស់លាស់ដាក់សៀវភៅនៅលើខ្នើយកាយដើម្បីឲ្យឃើញភ្លាមចង់អានផ្លែតទី2ធ្វើឲ្យទាក់ទាញភ្ជាប់ទម្លាប់ដែលត្រូវធ្វើជាមួយអ្វីដែលអ្នកចូលចិត្តដូចជាស្ដាប់ចម្រៀងដែលចូលចិត្តពេលកំពុងរៀបចំផ្ទះទី3ធ្វើឲ្យងាយស្រួលច្បាប់2នាទីបើចង់បង្កើតទម្លាប់អានសៀវភៅកុំដាក់គោលដៅអានមួយក្បាលត្រូវចាប់ផ្ដើមដោយការអានត្រឹមតែ2ទំព័រក្នុងមួយថ្ងៃបានហើយទី4ធ្វើឲ្យគាប់ចិត្តផ្ដល់រង្វាន់តូចតាចឲ្យខ្លួនឯងនៅពេលដែលអ្នកធ្វើទម្លាប់នោះបានសម្រេចជាចុងក្រោយអ្នកមិនចាំបាច់ផ្លាស់ប្ដូរជីវិតទាំងមូលត្រឹមតែមួយយប់នោះទេអ្វីដែលអ្នកត្រូវធ្វើថ្ងៃនេះគឺគ្រាន់តែជ្រើសរើសទម្លាប់ល្អតូចមួយរួចចាប់ផ្ដើមធ្វើភ្លាមៗតើទម្លាប់ 1% ណាដែលអ្នកនឹងចាប់ផ្ដើមធ្វើនៅថ្ងៃស្អែកទៅសេប្រាប់នៅក្នុង comment ខាងក្រោមមកណាបើសិនមកអ្នកចូលចិត្តវីដេអូសង្ខេបសៀវភៅអប់រំនិងអភិវឌ្ឍខ្លួនឯងកុំភ្លេចចុច like subscribe និងបើករូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់សប្តាហ៍សូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ